បាទសួស្តីគុំសប្បុរសគ្នាបាទថ្ងៃនេះយើងនឹងរៀនបាទមេរៀនមួយថ្មីណាបាទតាក់ទងទៅនឹងបាទការធ្វើតេស្តនៅភាសាជប៉ុនកម្រិត N5 ផងដែរបាទអញ្ចឹងគឺយើងនឹងរៀនធ្វើលំហាត់ទាំងអស់គ្នាបាទនៅក្នុងការប្រឡងតេស្តសមត្ថភាពបាទកម្រិត N5 ណាបាទ JLPT ណាបាទអញ្ចឹងគឺយើងនឹងទៅរៀនធ្វើលំហាត់ទាំងអស់គ្នាបាទអញ្ចឹងគឺតោះដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅដល់បាទមុនដៃទី1តែម្ដងបាទអញ្ចឹងគឺមុនដៃទី1គេថា何々この言葉選んでどう書きますかបាទ1 2 3 4から一番いいものを1つ選んでくださいបាទអញ្ចឹងគឺបាទនៅចន្លោះដែរឬក៏រង្វង់បញ្ចក់ណាបាទចន្លោះឬក៏រង្វង់បញ្ចក់ហ្នឹងគឺសូមរើសហិរៈកាណាបាទតែគេទៅសេថាម៉េចទៅណាបាទអញ្ចឹងគឺចម្លើយរបស់វាគឺមានពី1ដល់4បាទតើចម្លើយមួយណាដែលត្រឹមត្រូវសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវបាទដែលត្រឹមត្រូវជាងគេដែលយើងគិតថាជាចម្លើយត្រឹមត្រូវណាបាទអញ្ចឹងយើងមើលបាទរេរបស់គេថាសាស៊ីនはカバンの中にសំទោសបាទអញ្ចឹងគឺ写真はカバンのហើយគេដាក់អក្សរ漢字になりましたはいありましたអញ្ចឹងចម្លើយរបស់គេដាក់ថា1番គឺシダ2番គឺシダ3番គឺシタ4番គឺシタអញ្ចឹងគឺខៃតូយ៉ូស៊ីបាទចម្លើយណាបាទអញ្ចឹងគេដាក់រេឲ្យយើងគឺរេ1 2 3អញ្ចឹងគឺចម្លើយគឺគេគូសអទី4នេះគឺគេយកបាទក្នុងការប្រឡងគឺគេអត់ទៅសេបាទឬក៏បាទនេះគឺគេលុញបាទខ្មៅដៃគឺលុញនៅក្នុងกระดาษចម្លើយរបស់គេអញ្ចឹងគឺយើងអាហ្នឹងគឺរបៀបធ្វើរបស់វាណាបាទអញ្ចឹងគឺដើម្បីកុំឲ្យខាត់ពេលយូរយើងនឹងចូលទៅសិក្សាក៏ដូចជាធ្វើលំហាត់ទាំងអស់គ្នាណាបាទអញ្ចឹងយើងចូលទៅដល់លំហាត់ទី1លំហាត់ទី1របស់គេគេទៅបាទអញ្ចឹងយើងមើលលំហាត់ទី1របស់គេអញ្ចឹងគេដាក់ថា1番ណាចម្លើយនេះគឺសំណួរទី1ណាបាទហើយគេដាក់ថា明日はហើយកន្លែងនេះគឺជាចម្លើយដែលយើងត្រូវធ្វើនេះបាទអញ្ចឹងអក្សរ kanji នេះគឺជាអ្វីដែលយើងត្រូវធ្វើណាបាទតើរបៀបអានរបស់គេគឺអានថាម៉េចណាបាទអញ្ចឹងគឺ明日は何々ですかបាទអញ្ចឹងគឺយើងមើលចម្លើយរបស់គេដាក់ថា1番雪ហើយ2番晴れ3番曇り4番雨បាទនេះទៅកម្រិត N5 សម្រាប់អ្នកដែលធ្លាប់សិក្សារៀនសូត្រគឺវាមិនសូវជាពិបាកប្រហែលទេណាបាទវាស្រួលដែរទេបាទអញ្ចឹងគឺចំណុចទី1គេដាក់ថា Yuki Pril ណាបាទHare មានមេឃស្រឡះហើយ Kumori មានមេឃមានពពកឬក៏មេឃរោភ្លៀងអញ្ចឹងទៅបាទអញ្ចឹងគឺយ៉ងបាំងបាទប្រែថាភ្លៀងបាទអញ្ចឹងអក្សរ kanji ហ្នឹងតើចម្លើយមួយណាដែរបាទអញ្ចឹងកូនសិស្សអរគ្នាធ្វើការទូទីមើលតើអក្សរ kanji នេះរបៀបអានរបស់វាហ្នឹងគឺអក្សរបាទរបៀបអានបែបម៉េចដែរបាទអញ្ចឹងគឺ1 2 3ចម្លើយរបស់វាគឺយ៉ងបាំងですយ៉ងបាំងគឺជាចម្លើយដែលត្រឹមត្រូវគឺអានថាហើយអក្សរមួយនេះគឺអានថាអាមេですか明日は雨ですかណាបាទ明日は雨ですかគឺថ្ងៃស្អែកភ្លៀងអត់មែនទេបាទអូខេបាទអញ្ចឹងគឺចម្លើយទី1គឺយកយ៉ងបាំង正しいですはい次は2番教室で何々くださいបាទអញ្ចឹងគឺគេដាក់ថា教室ណាបាទ教室で何々くださいបាទអញ្ចឹងគឺចម្លើយរបស់វាគេដាក់ថា1番書いてបាទ1番書いて2番聞いて3番吐いてហើយ4番引いてបាទអញ្ចឹងគឺយើងបាទត្រូវចងចាំអក្សរ kanji មួយនឹងដែរគេសរសេរដាក់នៅជាសំណួរដែរគេហ្នឹងបាទនឹង
គឺជាសំណួរដែលគេត្រូវសួរតែអក្សរកានជីមួយហ្នឹងគឺគេអានថាយ៉ាងម៉េចដែរបាទអក្សរកានជីហ្នឹងបាទអញ្ចឹងបងប្អូនគ្នាតើជាចម្លើយមួយដែរណាបាទឈិនិសាំងតើចម្លើយមួយណាដែលត្រឹមត្រូវធ្វើការជ្រើសរើសចម្លើយដែលត្រឹមត្រូវណាបាទអ៊ីឈិនិសាំងហើយចម្លើយដែលត្រឹមត្រូវគឺខៃតេបាទចម្លើយនេះគឺខៃតេបាទអ៊ីឈិបាំងですអ៊ីឈិបាំងគឺជាចម្លើយដែលត្រឹមត្រូវអ៊ីឈិបាំងគឺជាចម្លើយដែលត្រឹមត្រូវបាទអក្សរ漢字មួយខៃតេくださいមានតែ今日説で書いてくださいសូមសរសេរក្នុងថ្នាក់រៀនឬក៏ក្នុងបន្ទប់រៀនក៏បានដែរបាទណាហើយអញ្ចឹងគឺចម្លើយរបស់វាគឺអ៊ីឈិបាំងですហើយតែអញ្ចឹងយើងចូលទៅដល់問題ទី33番3番はい3番ははい写真は箱の何々あります写真は箱の何々にありますហើយអញ្ចឹងគឺចម្លើយរបស់វាគោលដៅរបស់យើងគឺយើងមើលតែកន្លែងនេះបាទតែឲ្យយល់ពីប្រធានបទឬក៏ប្រយោគរបស់វាខ្ញុំថាគេចង់សួរពីអីចឹងណាបាទឬក៏គេចង់បានពីអីក្នុងសំណួរមួយនេះផងដែរបាទនេះគឺជាកន្លែងគេចង់បានបាទអក្សរកានជីនីមួយនេះបាទយើងឲ្យយល់បាទគេចង់បាននៅកន្លែងហ្នឹងបាទអញ្ចឹងតោះអានេះគេសំណួរគេសាក់ស៊ីនេះគេបាទប្រែថារូបថតណាបាទថតបាទហាក់កក់ប្រអប់ណាហើយអារីម៉ាស់នឹងមានបាទអីគេទៅបាទអញ្ចឹងគឺចម្លើយរបស់យើងគឺវាមាន4អ៊ីឈីនីសានយ៉ុងណាបាទអញ្ចឹងគេដាក់ថាអ៊ីឈីបាសូបាបាទអញ្ចឹងគឺនេះបាំងសូតូហើយអញ្ចឹងគឺសាំបាំងណាកាយ៉ុងបាំងយ៉ូកូបាទយ៉ូកូណាបាទចឹងតើជាចម្លើយមួយណាដែរដែលគិតថាចម្លើយត្រឹមត្រូវអក្សរខាត់ជាមួយនឹងតើរបៀបអានមួយណាដែរសូមធ្វើការជ្រើសរើសចម្លើយបាទចម្លើយរបស់វាណាដែលត្រឹមត្រូវបាទដែលយើងគិតថាជាចម្លើយដែលត្រឹមត្រូវក្នុងចំណោមចម្លើយទាំង4ដែលគេដាក់ឲ្យយើងហ្នឹងបាទអញ្ចឹងគឺបាទមិនសេសុំរកឲ្យអ៊ីឈីនីសាំងជាចម្លើយមួយដែរអ៊ីឈីនីសាំងយ៉ុងបាទហើយអញ្ចឹងគឺសេសូមធ្វើការជ្រើសរើសចម្លើយបាទអញ្ចឹងគឺអ្នកគ្នាសូមរៀនតាមហ្នឹងបាទអញ្ចឹងគឺចម្លើយដែលត្រឹមត្រូវគឺ naka です naka ចម្លើយដែលត្រឹមត្រូវគឺ sambang です sambang គឺជាចម្លើយដែលត្រឹមត្រូវបាទ naka ni arimasu អញ្ចឹងគឺ shashin wa hakko no naka ni arimasu គឺរូបថតមាននៅក្នុងបាទនៅក្នុងប្រអប់នេះប្រអប់នេះក្នុងប្រអប់ hakko ណាបាទនៅក្នុងប្រអប់ហើយអូខេតោះអញ្ចឹងគឺយើងចូលទៅដល់មន្តទី4ឬក៏សំណួរទី4ណាបាទអញ្ចឹងគឺこの椅子は何々ですこの椅子は何々ですបាទណានីនេះនិងណានីនេះគឺមានថាបាទចុចឬក៏ត្រេដែលអ្វីដែលគេដាក់នៅកន្លែងហ្នឹងគេថាណានីណាបាទឬក៏តែនបាទណាតែយើងកំណត់ថាអាហ្នឹងគឺគេអានថាយ៉ាងម៉េចបាទអញ្ចឹងគឺចម្លើយទី1អ៊ីឈីបាំងគេដាក់ថាឈីសៃនេះបាំងគឺឈីសៃបាទសាំបាំងគឺស៊ីសៃយ៉ុងបាំងគឺស៊ីសៃបាទនិយាយទៅចម្លើយរបស់វាគឺគេគ្រាន់តែបំលែងបន្តិចដើម្បីឲ្យយើងមានការភ័ន្តច្រឡំបើសិនបើយើងមិនច្បាស់វានឹងឲ្យយើងជ្រើសរើសការចម្លើយខុសចឹងណាបាទអញ្ចឹងគឺសូមធ្វើការត្រួតពិនិត្យមុននឹងការធ្វើចម្លើយដែលយើងគិតថាជាចម្លើយដែលត្រឹមត្រូវបំផុតបាទអញ្ចឹងតើចម្លើយមួយណាដែរបាទក្នុងអក្សរខាត់ជាមួយនឹងបាទអញ្ចឹងគឺសេសូមធ្វើការរាប់ជូនណាបាទ1 2 3បាទចម្លើយទីម៉ានបាទទី1ទី2ឬក៏ទី3ទី4បាទអញ្ចឹងគឺសេសូមធ្វើការជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវដែរនៅក្នុងអក្សរខាត់ជាមួយបាទអញ្ចឹងគឺ1番です1番は
tadashi desu បាទចម្លើយទី1គឺជាចម្លើយដែលត្រឹមត្រូវបាទអក្សរ漢字មួយនោះមកប្រែថា chisai desu តូចបាទអញ្ចឹងគឺkono itsu wa chisai desu អញ្ចឹងគឺកៅអីនេះគឺវាតូចតូចណាបាទតូចអញ្ចឹង chisai desu អូខេតោះណាគ្នាបាទអញ្ចឹងវាស្រួលបាទអញ្ចឹងគឺកន្លែង chisai គឺវាខុសតែបើយើងមើលមិនបានមើលគឺក៏អាចជ្រើសរើសចម្លើយទី2ក៏ថាបានដែរបើសិនបើយើងមិនបានពិនិត្យឲ្យបានដិតដល់បាទអញ្ចឹងបើសម្រាប់យើងច្បាស់បាទយើងនឹងជ្រើសចម្លើយដែរខាងអក្សរឈិមានអីគេខ្លះហើយសៃមានអីគេខ្លះចឹងទៅណាបាទអញ្ចឹងបើយើងគិតថាចម្លើយបាទសាំបាំងនិងយ៉ងបាំងគឺខុសដាច់ទាំងស្រុងចំពោះអក្សរខាងនេះបាទលេខ2គឺគ្រាន់តែបាត់ x មួយកន្លែងនេះទេបើមាន x កន្លែងនេះវានឹងបាទត្រូវហើយអញ្ចឹងគឺយកចម្លើយទី1គឺជាចម្លើយត្រឹមត្រូវបំផុតក្នុងលំហាត់មួយនេះបាទអូខេតោះឥឡូវយើងចូលទៅលំហាត់ទី5ក៏បានហើយអញ្ចឹងគេដាក់ថា astawa ហើយ nani nichi desu ហើយ nichi desu ណាបាទអញ្ចឹងគឺបាទកន្លែងគេត្រូវសួរគឺកន្លែងដែលគេត្រូវគូបន្ទាត់ណាបាទគូបន្ទាត់គឺជាសំណួរដែលគេត្រូវសួរឬក៏កន្លែងដែលគេចង់បានបាទដែលគេចង់បាននៅកន្លែងហ្នឹងបាទអូខេអញ្ចឹងគឺនេះមានស្រួលទេបាទដែលយើងប្រើប្រចាំថ្ងៃរបស់យើងបាទស្រួលទេណាបាទអញ្ចឹងសូមធ្វើការជ្រើសរើសចម្លើយរបស់គ្នាអ៊ីជីបាំងគេដាក់ថា doyobi ហើយពីបាំងគេដាក់ថា suyobi សាំបាំងគេដាក់ថា kayobi ហើយយ៉ងបាំងគេដាក់ថា nichiyobi បាទជាចម្លើយមួយណាដែរដែលគិតថាចម្លើយត្រឹមត្រូវបាទអូខេអញ្ចឹងខ្ញុំសូមចូលរាប់ជូនណាបាទ1 2 3បាទគឺជាចម្លើយមួយដែរ1 2 3 4បាទអូខេអញ្ចឹងសូមជ្រើសចម្លើយមួយដែលគិតថាត្រឹមត្រូវបាទអញ្ចឹងគឺអ្នកនរគ្នាធ្វើការជ្រើសចម្លើយមកបាទទុកឲ្យរយៈពេលគិត1នាទីអូខេតោះចម្លើយដែលត្រឹមត្រូវបំផុតនៅក្នុងលំហាត់មួយនេះគឺសាំបាំង desu kayobi ですね kayobi ហើយអក្សរ漢字មួយនេះយើងហៅថា kayobi នេះហើយអូខេគឺជាចម្លើយដែលត្រឹមត្រូវបំផុតគឺសាំបាំង desu អូខេបាទអញ្ចឹងគឺយើងសូមចូលទៅបន្តនៅលំហាត់របស់យើងបាទបន្តទៀតគឺយើងចូលទៅដល់លំហាត់ទី6ណាបាទអូខេតោះលំហាត់ទី6របស់យើងគឺវាសូមធ្វើការធ្វើដល់គ្នាអញ្ចឹងគេថារកគឺបាំង kirena បាទ desu ne nani desu ne nani desu ne ហើយអីគេដែរអ្នកនេះបាទអញ្ចឹងគឺបាទ kire នេះគឺជាគុណនាមណាត់ទេណាបាទអញ្ចឹងគឺបានគេដាក់ណាត់នៅកន្លែងនេះឲ្យយើងណាបាទគោលដៅសម្រាប់ក្នុងលំហាត់ទី6របស់យើងគឺគេចង់ឲ្យធ្វើអក្សរខណ្ឌមួយនេះបាទនេះតើរបៀបអានរបស់វានឹងគឺអីគេដែរបាទ kirena nani desu ne បាទស្អីគេទៅស្អាតណាស់បាទ kire នឹងស្អាតណាស់បាទichi bang តែចម្លើយមួយគេថា ie បាទ ie បាទផ្ទះមែនទេបាទ uchi ប្រែថាគូមិនសំទោសបាទនេះបាំងគឺ umi បាទ umi ណាហើយសាំបាំងគឺniwa ណាហើយយ៉ងបាំងគឺសូរ៉ាបាទអញ្ចឹងគឺសូរ៉ាអីគេទៅបាទអញ្ចឹងខ្ញុំបាទអ៊ីផ្ទះគឺមីសមុទ្រនីវ៉ាសួនច្បារណាហើយសូរ៉ាហ្នឹងគឺសមុទ្របាទហ្នឹងហើយតើជាចម្លើយមួយណាដែរគឺជាចម្លើយត្រឹមត្រូវក្នុងលំហាត់ទី6របស់យើងបាទសូមធ្វើការជ្រើសរើសចម្លើយទាំងអស់គ្នាហើយតែនហើយចម្លើយទីប៉ុន្មានអ៊ីឈីនីសានយ៉ងហើយជាចំណងមានដែរតាមសេសម្រាប់1 2 3ហើយគឺចម្លើយដែលត្រឹមត្រូវបំផុតគឺយ៉ងម៉ាំងですហើយយ៉ងម៉ាំងគឺជាចម្លើយដែលត្រឹមត្រូវសូរ៉ាですសូរ៉ាគឺប្រែថាមេឃអញ្ចឹងគឺបាទ
Kirena Sora ですね បាទអញ្ចឹងគឺបាទមេឃនេះគឺអាចថាមេឃស្អាតហ្នឹងមានន័យថាមេឃស្រឡះគ្មានពពកឬក៏វាមិនក្តៅពេកឬក៏វាអីចឹងទៅណាបាទវាមេឃវាមិនភ្លៀងអីចឹងទៅណាបាទអញ្ចឹងគេសំដៅទៅលើមួយនេះបាទអូខេតោះអញ្ចឹងយើងចូលទៅដល់លំហាត់ទី7របស់យើងបាទហើយលំហាត់ទី7របស់យើងហើយអញ្ចឹងគឺណាណាបានគេដាក់ថាសេតូវៈហើយណានីណានីអ៊ីម៉ាសឺយើងធ្វើចាប់កន្លែងអ៊ីម៉ាសឺនេះមួយតិចផងបាទដើម្បីកុំឲ្យបាទអញ្ចឹងអ៊ីម៉ាសឺណាបាទអូខេធ្វើចាប់កន្លែងនេះតិចដើម្បីជាការសម្គាល់បាទអ៊ីម៉ាសឺអញ្ចឹងគឺសេតូនឹងអីគេបាទសិស្សមែនទេបាទហើយសេតូវៈណានីណានីអ៊ីម៉ាសឺអញ្ចឹងសេតូយើងដឹងហើយថាជាមនុស្សណាជាមនុស្សណាបាទអញ្ចឹងគឺអីគេទៅមនុស្សអីគេទៅបាទអាកន្លែងហ្នឹងអក្សរខណ្ឌជា2ហ្នឹងដែលគេរបៀបអានគេអានថាម៉េចណាបាទអញ្ចឹងអ៊ីជីបាំងគេដាក់ថា100人ណាបាទហើយ2បាំងគេដាក់ថា200人ណាបាទ3បាំងគេដាក់ថា100人4បាំងគេដាក់200人អញ្ចឹងគឺអីគេទៅបាទអញ្ចឹងអ៊ីម៉ាស់យើងដឹងហើយគឺតកតងទៅនឹងការរាប់ចំនួនមនុស្សសត្វដែលមានជីវិតណាបាទដូចជាមនុស្សឬគោក្របីសត្វជ្រូកមាន់ទាហ្នឹងគឺនឹងហើយគឺជាមានជីវិតបាទអញ្ចឹងគឺតកតងនឹងជីវិតបាទតែគោលដៅរបស់យើងគឺចង់ឲ្យយើងអានរបៀបអក្សរខណ្ឌជីនេះពីរនេះបាទតើអានរបៀបណាដែរបាទអូខេតោះជ្រើសរើសចម្លើយទាំងអស់គ្នា1 2 3ហើយចម្លើយដែលត្រឹមត្រូវបំផុតគឺ1番です100人បាទអញ្ចឹងគឺ生徒は100人いますអញ្ចឹងគឺប្រាប់មកថាម៉េចទៅគឺសិស្សមានចំនួន100នាក់100នាក់ណាបាទមនុស្សគឺយើងម្នាក់ពីរនាក់ណា100គឺអាន100បាទ100人いますねបាទអញ្ចឹងគឺសិស្សមានចំនួន100នាក់ហើយអូខេបាទអញ្ចឹងគឺយើងសូមបន្តទៅលំហាត់ទី8ម្ដងទៀតបាទអញ្ចឹងគឺលំហាត់ទី8ហាត់ជីបាំងណាបាទគេដាក់ថាណានីណានីがたくさんいますよណានីណានីがたくさんいますよបាទណានីណានីនេះគឺជាអ្វីដែលគេចុចនេះដែលគេចង់ឲ្យយើងសិក្សាធ្វើលំហាត់មួយហ្នឹងបាទណានីណានីがたくさんいますよស្អីគេទៅច្រើនស្អីគេទៅច្រើនកន្លែងហ្នឹងស្អីឬក៏អ្វីទៅគេហៅថាច្រើនណាបាទអញ្ចឹងគឺគេដាក់ថាបាទជីបាំងនេកុ2番1人はい3番犬ណាហើយ4番魚បាទ魚ណាបាទអញ្ចឹងតាអក្សរខណ្ឌជីនឹងគឺបាទមួយណាដែរអញ្ចឹងសំទោសបាទនេកុហ្នឹងគឺអីគេបាទនេកុហ្នឹងឆ្មាណាបាទធូរីបាទធូរីនឹងអីគេបាទសត្វបក្សីណាដូចជាចាបមាន់ទៀតគេហៅថាធូរីដែរបាទហើយអ៊ីនុប្រែថាឆ្កែបាទហើយយ៉ងម៉ាំងគឺសក្កណាប្រែថាត្រីអញ្ចឹងអក្សរខណ្ឌជាមួយនឹងតើអក្សរខណ្ឌជាមួយណាដែរបាទ1 2 3គឺជាចំណុចមួយថាដែរបាទはい答えは4番です魚ですហើយអញ្ចឹងគឺជាចម្លើយដែលត្រឹមត្រូវគឺ4番អក្សរខណ្ឌជាមួយយើងអានថាសក្កណាがたくさんいますよបាទមានត្រីច្រើនណាស់បាទសត្វតាក់សាន់ណាគឺច្រើនបាទសក្កណាがたくさんいますよបាទមានត្រីច្រើនបាទតែมันមានស្រីច្រើនទេបាទមានត្រីច្រើនសត្វត្រីណាតោះបាទគឺមានត្រីច្រើនបាទទោះគឺត្រីច្រើនត្រីដែលនៅក្នុងទឹកបឹងត្រពាំងឬក៏ទន្លេហ្នឹងគឺបាទមានត្រីច្រើនហើយអូខេចាស្គីបា9番はパンを何々友達にあげましたパンを何々友達にあげましたផាំងហ្នឹងគឺនំប៉័ងហើយ友達ហ្នឹងមិត្តភក្តិあげましたបានឲ្យណាបាទបានឲ្យគេទៅបានឲ្យនំប៉័ងបាទឲ្យបាននំប៉័ងតែចម្លើយរបស់គេគឺគេចង់បានឲ្យយើងចេះពីរបៀបអាននេះ
ស្អីគេឲ្យអីគេអាហ្នឹងគេដឹងថាឲ្យនំប៉័ងឲ្យយ៉ាងម៉េចវិញអូខេតោះឥឡូវយើងទៅសិក្សាអ្នកគ្នាចម្លើយទី1គេដាក់ថាហាំហ្វឺនណាបាទហាំហ្វឺនហើយនេះបាំងគេដាក់ថាហាំប៊ឺនសាំបាំងគឺគេដាក់ថាហុងប៊ឺនណាហើយយ៉ងបាំងគេដាក់ហុងហ្វឺនបាទណាចម្លើយខុសគ្នាតែបន្តិចទេបាទឲ្យថាយើងមានការផ្លត់សិនឬក៏លឿនពេកឬក៏ដោយខ្វះការពិនិត្យឲ្យបានត្រឹមត្រូវនោះវានឹងខុសតែម្ដងដោយសារតែបាទពាក្យមួយនោះគឺបាទគេដាក់បំលែងបន្តិចទេបាទអញ្ចឹងគឺចម្លើយដែលត្រឹមត្រូវបំផុតបាទតោះគឺជាចម្លើយមួយណាហើយអ៊ីឈីនីសាំពីងប៉ងហើយចម្លើយដែលត្រឹមត្រូវបំផុតគឺអក្សរខាងជាមួយនេះគឺនីបាំងですនេះបាំងគឺជាចម្លើយដែលត្រឹមត្រូវបំផុតបាទគេថាហាំប៊ឺនពាក់កណ្ដាលណាបាទអញ្ចឹងផាំងអូហាំប៊ឺនទៅមុនដាជីនេះអាគេមកស្តាប់ខ្ញុំបានឲ្យនំប៉័ងពាក់កណ្ដាលទៅមិត្តភ័ក្តិឲ្យមិត្តភ័ក្តិពាក់កណ្ដាលហើយឲ្យនំប៉័ងពាក់កណ្ដាលទៅមិត្តភ័ក្តិអូខេអញ្ចឹងតោះはい次は9番です9番に入りましょうはい銀行とスーパーの何々に細い道あります細い道ありますអញ្ចឹងគីងកូនឹងឯគេបានគេធនាគារស៊ឺប៉ាហ្នឹងគឺផ្សារហើយឯគេហូសុយបាទតូចឬក៏ចង្អៀតហើយមីឈីផ្លូវអារីម៉ាស់អញ្ចឹងគឺមានអារីម៉ាស់ប្រថាមានបាទចម្លើយរបស់វាមាន4ចូលការជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុតនៅក្នុងបាទរបៀបអាននៅអក្សរខណ្ឌជាមួយនេះមួយនេះណាហើយគឺជារបៀបអានមួយណាដែរបាទអ៊ីជីបាំងគឺចំណុចខ្ញុំហៅថាអៃតាណាហើយនេះបាំងគឺធូណារីណាបាទសាម៉ាំងអៃដាហើយយ៉ងបាំងដូណារីណាបាទហើយអញ្ចឹងគឺជាចម្លើយដែលត្រឹមត្រូវតាមមួយណាដែរជាចម្លើយត្រឹមត្រូវនៅក្នុងសំណួរយឺបាំងរបស់យើងណាហើយតែចាក់សិនសេរកឲ្យអ៊ីឈីនីសាំងはい答えは3番ですពីងប៉ងបាទ3番គឺជាចម្លើយដែលត្រឹមត្រូវបាទនៅក្នុងលំហាត់ទី10របស់យើងはい銀行とスーパーの間に細い道がありますបាទ細い道がありますねអញ្ចឹងគឺនៅចន្លោះរវាងផ្សារជាមួយនឹងធនាគារហ្នឹងគឺបាទមានផ្លូវដែរបាទតូចបាទចូលទៅណាមានផ្លូវតូចបាទចន្លោះវាបាទអញ្ចឹងគឺចន្លោះហ្នឹងគឺផ្លូវតូចជាងទៀតណាបាទ遅いណាបាទអូខេはいじゃあ次は11番入りましょう11番はい11番卵を何々取ってくださいタバコを何々取ってくださいណាបាទអញ្ចឹង tamago នោះគឺសុទ្ធណាបាទសុទ្ធឬក៏ពងបាទហើយ totte kudasai ហ្នឹងគឺប្រែថាយកមកអញ្ចឹងទៅណាបាទអញ្ចឹងយកអីគេទៅហើយអាកន្លែងនេះគឺគេអាចថាយ៉ាងម៉េចដែរបាទនេះអក្សរខាងជាមួយនេះបាទយូមីកាតាណាបាទរបៀបអានរបស់វាមិនទៅបាទអញ្ចឹងគឺយើងមើលចម្លើយរបស់គ្នាបាទអ៊ីតឹតគឺចំនួនចំនួនប៉ុន្មានបាទតែក្រុមចំនួនមែនទេអ៊ីតឹតគឺចំនួន5ហើយនេះបាំងមីតឹបាទចំនួន3ហើយសានសឹអ៊ីមានសានសឹទេណាបាទចំនួន3ហើយវុសឹបាទចំនួន5បាទអញ្ចឹងគឺពាក្យទាំងអស់ហ្នឹងគឺមានពាក្យដែលគេបំលែងបាទបំលែងមានថាបំលែងបន្លំយើងបាទបន្លំយើងឲ្យច្រឡំបាទច្រឡំក្នុងចំណោមទាំង4ហ្នឹងបាទតើចម្លើយណាដែលត្រឹមត្រូវបំផុតនៅក្នុងសំណួរបាទទី11របស់យើងហ្នឹងហើយអ៊ីជីបាំងនេះបាំងឬក៏សាំបាំងឬក៏យ៉ងបាំងបាទ
はいតាសេរាប់ជូនはい1 2 3ហើយចម្លើយដែលត្រឹមត្រូវបំផុតគឺ2番ですはい3つបាទអក្សរនេះគឺអក្សរ漢字3ណាបាទ3つ取ってください3つ取ってくださいបាទគឺសូមយកសុទ្ធឬក៏ពង3គ្រាប់មកខ្មែរយើងហៅថា3គ្រាប់ណាយក3មកណាយក3មកហើយអូខេតោះឥឡូវយើងសូមចូលទៅមួយលំហាត់ទៀតរបស់យើងគឺលំហាត់ទី12ហើយគឺ2番ណាហើយមានថា今日はបាទ今日はបាទអាកន្លែងយើងមើលបាទអក្សរ漢字ជាមួយនឹងចម្លើយតើវាស៊ីគ្នាអត់នៅកន្លែងនេះហើយ今日は何々がいいですねいいですねបាទអញ្ចឹងគឺកន្លែងហ្នឹងសូមធ្វើការពិនិត្យចម្លើយនឹងអក្សរ漢字ទាំងអស់គ្នាហើយអញ្ចឹងគឺ一番គេថា元気元気ណាបាទ2番គឺ元気ហើយ3番電気4番天気ហើយបាទអញ្ចឹងកន្លែងហ្នឹងអ្នកគ្នាបើសិនបើគេថា今日は元気ですねបាទអញ្ចឹងគឺក្នុងចម្លើយរបស់វាគឺមានន័យថាវាអត់ស៊ីជាមួយនឹងសំណួរបាទ今日は元気ですね元気いいですねបើ元気ですね元気いいですねវាអត់វាឆ្កងបាទព្រោះថាឥឡូវគឺសេធ្វើការសម្រួលកន្លែងហ្នឹងមានន័យថាចេះអញ្ចឹងគឺឧទាហរណ៍ថា今日は元気いいですねបាទបបកអញ្ចឹងវាត្រូវជាមួយនឹងអក្សរ漢字មួយដោយសារអក្សរ漢字មួយនេះគឺគេអានថា元気បាទ元気ណាតែបើតាមអត្ថន័យនៃសំណួរមួយនេះគឺគេចង់ផ្ដោតទៅលើអាកាសធាតុល្អអាកាសធាតុល្អមានថាមេឃស្រឡះឬក៏អត់មានពពកឬអត់មានភ្លៀងអីចឹងទៅណាវាក្តៅល្មមត្រជាក់ស្រួលអីចឹងទៅណាបាទអញ្ចឹងគឺនៅក្នុង漢字មួយនេះគឺគេអានថាបាទតោះចម្លើយរបស់វាគឺ2番です元気ណាបាទ元気ប៉ុន្តែសំណួរមួយនេះគឺគេផ្ដោតទៅលើបាទអាកាសធាតុគឺនេះ元気ណាបាទសំណួរអញ្ចឹងអត្ថន័យសំណួរហ្នឹងប៉ុន្តែអក្សរ漢字មួយនេះគឺបើសិនបើយើងជ្រើសរើសសូមជ្រើសរើស2番ទៅអូខេព្រោះអក្សរ漢字មួយនេះគឺ元気អូខេបាទសូមយល់ទាំងអស់គ្នាណាបាទហើយហ្នឹងបាទអូខេអញ្ចឹងគឺថ្ងៃនេះយើងប៉ុណ្ណឹងសិនបាទដោយសិក្សាតែប៉ុណ្ណឹងសិនហើយចាំយើងនឹងតជួបគ្នានៅវីដេអូខលបន្តទៀតណាហើយអូខេお疲れ様です。